ហើយយ៉ានាងតូចចាប់អារម្មណ៍ទៅផឹកជាមួយនឹងពួកខ្ញុំមកកៅដែរទេចាប់អារម្មណ៍តែមិនមែនជាមួយឯងទេខ្មោចអឺតហើយយ៉ាអញ្ចឹងទៅសបាយនៅក្នុងបន្ទប់យើងភ្លាមទៅសបាយក្បាលឯងតោះទៅក្បាលឯងចេញទៅហើយចាំមកអូសម្លាញ់មកចេញទៅមកទៅជាមួយបងអូយស្រីចម្លែកនេះបាយយើងផងតោះអាឡូបងធាពួកមកចំណុចហ្នឹងខ្ញុំទៅតាំងពីម៉ោង 6:07 មកដល់ពេលនេះទៅតែមានអ្នកលើម៉ោង 9:45 ហើយអ្នកនាងជាលីវ៉ាកូណាពិតជាពិបាកគ្រប់គ្រងមែនមិននេះគេធ្វើពុតឈឺពោះថាទៅបុគ្គលហើយក៏លួចរកចេញពីបុគ្គលទៅខ្ញុំដើររកគ្រប់កន្លែងដើររកប្រហែលម៉ោងហើយនៅតែមិនទាន់ឃើញមានរឿងចឹងផងអាយ៉ាមានគេចុចកណ្ដឹងប្រហែលមកវិញហើយនាងនិយាយខ្លួនឯងទៅអត់ទេមកនិយាយទៅអាយ៉ាមិនក៏ទៅជាបែបនេះនាងជាឯងរកឯងទៅទូទៅមិនចริงអញចង់ឲ្យបងធាយកច្បាប់ដៃមកចាក់ឯងដូចជាជាប់គុកតាមមែនទេចាក់ទៅយល់ល្អសម្រាប់ខ្ញុំតែម្ដងទៅយ៉ាងណាជីវិតខ្ញុំពេលនេះគ្មានអីផងឯងនិយាយហេតុផលផងបានទេនិយាយហេតុផលស្អីទៀតលោកនេះគ្មានអ្នកណាវេទនាជាខ្ញុំទេទៅបង្គន់តើមានឆ្កែយាមទ្វារពីក្បាលយាមដែរខ្ញុំមានសេរីភាពស្អីទេមកពីឯងបង្ករឿងខ្លួនឯងទេបានមិនមែនឯងម្នាក់ទៅរៀនតាមស្រួលអញ្ចឹងឲ្យបងធាតាមឯងអញ្ចឹងដែរស្មានថាបងធាតំណែងណាស់ទៅអញ្ចឹងក៏មានឯងមិនបាច់ប្រមានទេខ្ញុំដឹងថាមានចង់និយាយអីចង់ដាក់ច្រវាក់ខ្ញុំទេខ្ញុំប្រាប់មិញមិនបាច់ដាក់ទេថ្ងៃក្រោយខ្ញុំលែងចេញពីផ្ទះសំបីកន្លះជំហានឈប់ជួបអ្នកណាទាំងអស់ចិត្តនេះមិនបាច់មានសុភមង្គលមិនបាច់រៀបការនោះទេមិនបាច់មានសុភមង្គលមិនបាច់រៀបការយ៉ាងម៉េចមិញនេះខ្ញុំជួបបារាំងពីរនាក់នៅតាមផ្លូវពួកគេញ៉ាំញ៉ាស់ខ្ញុំហើយខ្ញុំជំទាស់ពួកគេក៏ចាប់ខ្ញុំទៅផ្លូវក្រៅហើយបំពេញខ្ញុំស្រែកឲ្យគេអត់ជួយគ្មានអ្នកណាខ្វល់ពីខ្ញុំទេមានសប្បាយចិត្តហើយមែនទេរីករាយហ៎លីហួរកុំចំអីប្រាប់មានដល់ទៀតណាស្រាប់មិនច្បាស់ទេលីហួរអាឡូអ្នកនាងជីវបងធាមិញនេះលីហួរថាម៉េចគេថាត្រូវគេបំពេញថាមែនទេហ៎អ្នកនាងជីវមែនហើយខ្ញុំឮច្បាស់ណាស់គេថាត្រូវគេបំពេញហើយអ្នកនេះជឿនាងត្រូវរកអង្គរការពីមែនហើយខ្ញុំឃើញលៀងហ្វៃហ្វានគឺបង្កប់ខ្លួននៅទៅហើយអ្នកនេះជឿលេស៊ីងលោកจะថាខ្ញុំនេះថោកទៀតណាស់តែមែនទេគេចូលចិត្តជក់អភិនក៏ឲ្យគេជក់ទៅចូលចិត្តស្លាប់តាមបង្គន់ក៏ឲ្យគេស្លាប់ទៅចូលចិត្តលក់ប្រពន្ធកូនក៏ឲ្យគេលក់ទៅជក់ដល់អាយុ50ហើយតែធ្វើស្រីបន់ក៏ឲ្យគេទៅអ្នកលក់អភិនក៏មានកម្មផលគេដែរពាក់ព័ន្ធស្អីនឹងខ្ញុំខ្ញុំចង់ធ្វើអ្នកក្លាហានស្អីទៅជួយសង្គ្រោះស្អីទៅអ្នកនេះជឿតាមពីរឿងអីទៅខ្ញុំមិនដឹងថាខ្លួនឯងដូចស្អីទេលោកប្រាប់ខ្ញុំថាខ្ញុំជាមនុស្សឬខ្មោចអ្នកមានកូនខ្ញុំកំពុងតែឈឺនៅហុងកុងខ្ញុំមិនបានទៅកំដរគាត់ប៉ាខ្ញុំឈឺដល់ថ្នាក់នេះហើយខ្ញុំនៅបង្ករឿងឲ្យគាត់រំជួលចិត្តទៀតដូចជាចង់ឲ្យគាត់ស្លាប់ឯកូនស្រីអ្នកមានកូនខ្ញុំកាន់តែរៀនខូចទៅខ្ញុំគោតែទុកគេនៅក្បែរខ្លួនអប់រំគេតែខ្ញុំបែរជាបញ្ជូនគេទៅសៀងហៃតែម្នាក់ឯងប្រកែរំលឹកបំពេញមួយជីវិតគេនឹងលែងមានសុភមង្គលហើយថ្ងៃក្រោយឲ្យរៀបតាមមិននឹងការទៅទាំងនេះសត្វតែជាកំហុសខ្ញុំបង្កឡើងពេលនេះខ្ញុំមិនដឹងថាខ្លួនឯងយ៉ាងម៉េចនោះទេអ្នកញៀនអភិនទូទាំងហ្វាំងចៅរត់តែគ្មានអភិនជក់ស្អប់ខ្ញុំចង់ឲ្យតែខ្ញុំស្លាប់កូនចៅប៉ាខ្ញុំជាង 3000 នាក់យល់ថាខ្ញុំបំផ្លាញចាំបាយរបស់គេហើយនឹងកាត់ដៃកាត់ជើងខ្ញុំបោះចុះទន្លេពេលនេះខ្ញុំដូចជាជ្រូកប៉ាជេឆ្លុះកញ្ចក់អញ្ចឹងជាប់ទាំងក្នុងទាំងក្រៅអ្នកនេះជឿនេះធ្វើរឿងល្អច្រើនទេវតាដឹងខ្ញុំក៏ដឹងដូចគ្នាលោកដឹងទេយ៉ាងម៉េចទៅខ្ញុំស្លាប់បាត់ពួកគេនឹងធ្វើយ៉ាងម៉េចស្ដាប់ទឹកមកចេះថាខ្ញុំជាស្ដេចគ្រឿងញៀនចេះខ្ញុំថាស្រីបិសាចថាខ្ញុំសំតែស្លាប់លេសិងលោកទៅថ្ងៃក្រោយខ្ញុំលែងរលោកទៀតហើយលោកកុំអសានៅចិត្តខ្ញុំអីលោកមិនគួរណៃទេលោកជាមនុស្សល្អនៅចិត្តខ្ញុំលោកគ្មានអត្តផលល្អទេលោកទៅចាប់ទៅអ្នកនេះជឿ